ស្រាវនៅថ្ងៃពុធទី7 ខែឧសភាយន្តហោះចម្បាំងទំនើបចំនួន123គ្រឿងរបស់ប្រទេសទាំងពីរបានចេញចម្បាំងគ្នាពេញមេឃនេះបើយោងទៅតាមការរាយការណ៍របស់ CNN នៅថ្ងៃប្រហ័សនេះយន្តហោះចម្បាំងទាំងនេះបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមកដោយមិនរំលោភដែនអាកាសរបស់ភាគីម្ខាងទៀតទេយោងតាម CNN នេះគឺជាក្បាច់ប្រយុទ្ធ Dogfight ឬក៏ឆ្កែប្រយុទ្ធគ្នាជាការប្រយុទ្ធដោយប្រើបច្ចេកវិទ្យាខ្ពស់រួមទាំងការបាញ់មីស៊ីលពីចម្ងាយនិងការប្រើប្រាស់ប្រព័ន្ធរ៉ាដាកម្រិតខ្ពស់ដើម្បីតាមដានគោលដៅពីចម្ងាយជាង160គីឡូម៉ែត្រឯណោះក្បាច់ប្រយុទ្ធនេះគេកម្រឃើញបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបយន្តហោះចម្បាំងចាក់គួរក្រឡាប់ខ្លួនចុះឡើងយ៉ាងរហ័សស្ទើរតែមើលមិនទាន់ដើម្បីកំទេចគូសត្រូវការប៉ះទង្គិចគ្នានេះមានរយៈពេលប្រហែលជា1 ម៉ោងមន្ត្រីសុខាភិបាលប៉ាគីស្ថានជាន់ខ្ពស់ម្នាក់បានប្រាប់ CNN ថាប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះឥណ្ឌាចំនួន5គ្រឿងរួមមាន Rafael និង Su-30 MKI ផងដែរប៉ុន្តែភាគីឥណ្ឌាមិនទាន់ចេញមុខបញ្ជាក់ពីរឿងនេះនៅឡើយទេកាលពីឆ្នាំ2019ប្រទេសទាំងពីរបានប្រើក្បាច់ប្រយុទ្ធនេះដែរតែកាលនោះយន្តហោះចម្បាំងរបស់ឥណ្ឌាបានហោះចូលដែនអាកាសប៉ាគីស្ថាននិងត្រូវបានបាញ់ទម្លាក់នៅក្នុងទឹកដីប៉ាគីស្ថានឆ្លងកាត់មេរៀននេះប្រទេសទាំងពីរព្យាយាមបញ្ជៀសការរំលោភដែនអាកាសគ្នាទៅវិញទៅមកគូបញ្ជាក់ថាឥណ្ឌានិងប៉ាគីស្ថានសុទ្ធតែប្រដាប់ដោយក្បាលគ្រាប់នុយក្លេអ៊ែរចំនួនជាង170គ្រាប់រៀងខ្លួននេះបើយោងទៅតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm សាកលវិទ្យាល័យ Princeton របស់សហរដ្ឋអាមេរិកបានព្រមានថាប្រសិនបើប្រទេសទាំងពីរហ៊ានបើកការវាយប្រហារដោយនុយក្លេអ៊ែរមនុស្សជាង100លាននាក់នឹងស្លាប់ភ្លាមៗមេដឹកនាំអាមេរិកចិននិងរុស្ស៊ីបានអំពាវនាវឲ្យប្រទេសទាំងពីរនេះអត់ធ្មត់ដើម្បីបញ្ជៀសមហន្តរាយ